ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់លេខរៀងអូតូនៅក្នុងកម្មវិធី Microsoft Word ជាលេខរៀងភាសាខ្មែរអញ្ចឹងដំបូងអ្នកទាំងអស់គ្នាអាច select នៅទីតាំងដែលយើងចង់ដាក់លេខរៀងហើយបន្ទាប់មកយើងចូលមកកាន់ Home ហើយបន្ទាប់មកយើងរើសកន្លែងត្រង់ numbering នេះបាទហើយបន្ទាប់មកយើងរើស simple ណាមួយឧទាហរណ៍ខ្ញុំចង់បាន simple មួយនេះចុះអញ្ចឹងអ្នកទាំងអស់គ្នាចុចចំពីលើវាមកបាទហើយបន្ទាប់មក numbering របស់យើងនេះគឺមានសញ្ញាចុចនៅពីមុខអញ្ចឹងខ្ញុំចង់លុបសញ្ញាចុចចេញអញ្ចឹងយើងឈរនៅលើ select នឹងដដែលចូលមក numbering ម្ដងទៀតហើយអ្នកទាំងអស់គ្នាជ្រើសរើស define new number format បាទបន្ទាប់មកនៅត្រង់នេះគឺអ្នកទាំងអស់គ្នាលុបចុចនៅពីមុខវាមកបាទហើយតាមយើងចុច OK បាទអញ្ចឹងគោលបំណងរបស់យើងគឺយើងចង់ដាក់ numbering ហ្នឹងជាភាសាខ្មែរអញ្ចឹងអ្នកទាំងអស់គ្នានៅឈរនៅលើ select របស់យើងដដែលមានយើង select នៅលើលេខរៀងរបស់យើងដដែលតើមកអ្នកទាំងអស់គ្នាចូលមកកាន់កន្លែង font អញ្ចឹងអ្នកទាំងអស់គ្នាត្រូវរើស font ឈ្មោះថា font Limon អញ្ចឹងយើងរក font Limon យើងបាទអញ្ចឹងបើអ្នកទាំងអស់គ្នាអត់មានទេអ្នកទាំងអស់គ្នាអាច download នៅក្នុង link ក្រោមវីដេអូនេះខ្ញុំដាក់ link ឲ្យអ្នកទាំងអស់គ្នាចូលទៅ download font Limon នេះក្នុងករណីអ្នកទាំងអស់គ្នាអត់មាន font Limon ហ្នឹងណាបាទបើតើមកយើងចូលមកកាន់កន្លែង font នេះមកហើយយើងអូសឬរកមើល font Limon បាទអញ្ចឹង font Limon ជាទូទៅតម្រងវាចេញបែបនេះបាទអញ្ចឹងដល់ពេលយើងដាក់មកពីលើវាឃើញលេខរៀងរបស់យើងដូរទ្រង់ទ្រាណាឃើញទេឥឡូវឧទាហរណ៍យើងរើស style មួយណាមួយឥឡូវឧទាហរណ៍យើងរើស Limon ណាមិញនេះមិនស្អាតនេះមួយនេះចុះ Limon F3 បាទចុចចំពីលើវាមកបាទហើយបន្តមកទៀតគឺយើងបានប៉ុណ្ណឹងលេខរៀងរបស់យើងអញ្ចឹងក្នុងករណីអ្នកទាំងអស់គ្នាចង់លុបរ៉ូណាមួយឧទាហរណ៍ខ្ញុំលុបរ៉ូទី2នេះបាទចុចចំពីលើរ៉ូទី2ចុច backspace បាទអញ្ចឹងវានឹង auto number យើងតែម្ដងឃើញទេលេខ9អញ្ចឹងបើសិនខ្ញុំចង់បន្ថែមរ៉ូខ្ញុំដាក់ cursor នៅត្រង់នេះហើយខ្ញុំចុច tab បាទនេះវាលុត auto លេខរៀងលេខ10ដាក់ត្រង់នេះ11ឃើញទេអញ្ចឹងនេះវិធីសាស្ត្រងាយស្រួលក្នុងការដាក់ numbering នៅក្នុងតារាងលេខជាភាសាខ្មែរនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងហើយបើសិនមានចម្ងល់ផ្សេងៗអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានអូខេជួបគ្នានៅវីដេអូក្រោយ